បរោះចំណាស់គាត់បានខំចិញ្ចឹមកូនប្រុស3នាក់រហូតដល់ធំពេញវ័យតែដល់ចាស់ទៅអត់មានអ្នកណាចង់មើលថែគាត់ទេថែមទាំងរុញច្រានគាត់ដូចបោទៅវិញទៅមកតែស្រាប់តែមានខ្នើយក្រហមមួយលេចឡើងបែរជាធ្វើឲ្យកូនទាំង3ខ្លាចជាកូនកតញ្ញូដល់ល្បីល្បាញទៅវិញថ្ងៃមួយបរោះចំណាស់បានឃើញក្អែកចិញ្ចឹមមេបារបស់វាដោយចៃដន្យគាត់នឹកឃើញដល់កូនប្រុសទាំង3នាក់របស់គាត់ក្នុងចិត្តរបស់គាត់ក៏កាត់ទុកលីឡំគ្នាភ្លាមគាត់ក៏ទ្រាំមិនបានក៏ឧតិចទូចតែមិននឹកស្មានថាត្រូវកូនប្រុសពៅទៅវិញអាចាស់អត់មកអញរកអីទៀតហើយបើចង់បង្អាក់គេអញទៅឡើងដើមឈើទៅធ្វើការបន្តិចក៏ពិបាកចិត្តហើយកូនប្រុសពៅនិយាយចប់ក៏ដើរចេញទៅទាំងកំហឹងគាត់ក៏បោះឪពុកនិងសម្ភារៈគាត់ទៅមុខផ្ទះកូនប្រុសកណ្ដាលកូនប្រសាស្រីកណ្ដាលក៏មិនមែនជាមនុស្សធម្មតាដែរនាងក៏និយាយចំអកលើដាក់បរោះចំណាស់រួចហើយក៏បោះគាត់ទៅមុខផ្ទះកូនប្រុសឆ្វងវិញអញចង់ងាប់នៅផ្ទះខ្ញុំមិនងាយទេទៅអូយបរោះចំណាស់ក៏ត្រូវកូនប្រុសទាំង3រុញច្រានទៅវិញទៅមកបែបនេះគ្មាននរណាម្នាក់ព្រមបំពេញកាត់ប្រកិច្ចជាកូនល្អទេទីបំផុតត្រូវគេទាត់ដូចបាល់ក្រោមដើមឈើទុកឲ្យគាត់រស់ស្លាប់តាមវាសនាតែអង្គុយក្រោមដើមឈើឈឺចាប់ក្នុងចិត្តជាខ្លាំងនឹកឃើញខ្លួនឯងដែលជាទាំងឪពុកជាទាំងម្ដាយចិញ្ចឹមកូនរហូតធំពេញវ័យនឹកស្មានមិនដល់បែរជាចិញ្ចឹមបានកូនអកតញ្ញូ3នាក់ទៅវិញកូនស្រីតែមួយគត់ដែលលោកតញ្ញូក៏បានរៀបការបាត់ទៅហើយពេលនេះតាអស់សង្ឃឹមយ៉ាងខ្លាំងហើយក៏យកខ្សែពួរមួយខ្សែចង់នឹងក្នុងផ្ទះគិតនឹងបញ្ចប់ជីវិតខ្លួនឯងសំណាងល្អត្រូវកូនស្រីដែលត្រឡប់មកលេងប្រទេសឃើញនោះទើបជិះផុតពីសោកនាដកម្មប៉ាមិនអាចធ្វើបែបនេះបានទេសឹងតែស្លាប់ទៅហើយកូនស្រីល្អប្រឡេកមើលសម្ភារៈចាស់ខូចពេញផ្ទះក្នុងចិត្តមិនស្រួលសោះក៏សម្រេចចិត្តទៅនិយាយជាមួយបងប្រុសទាំង3នាក់តែបងប្រុសទាំង2នាក់ឃើញគាត់ភ្លាមក៏រត់យ៉ាងលឿនមានតែបងទី3រត់យឺតក៏ត្រូវនាងស្ទាក់ចាប់បានបងនៅមានមន្តសការទៀតទេតាំងពីតូចប៉ាស្រឡាញ់បងជាងគេបងបានប្រព្រឹត្តដាក់ប៉ាបែបណានិយាយទៅនាងមាត់ឯងពិតជាកាច់មែនខ្ញុំសួរឯងមន្តសការថ្លៃប៉ុន្មានក្នុង1គីឡូនិយាយពីតញ្ញូបងក៏មានទំនួលខុសត្រូវដែរហេតុអ្វីមិននាំគាត់ទៅនៅជាមួយឯងចាត់ទុកជាកូនតញ្ញូត្រង់ណាទៅក្រោយពីទទួលអារម្មណ៍បាននៅការប្រងើយកន្តើយពីសាច់ញាតិរួចមកអូនស្រីសម្រេចចិត្តរកវិធីកែប្រែពួកគេលុះដល់ពេលយប់កូនស្រីរបស់បរោះចំណាស់បានកាន់ចប់ជីកកាយនៅក្រោមដើមឈើសម្លេងកាយវិការរបស់នាងក៏បានដាស់បងប្រុសបងថ្លៃដែលកំពុងដេកលក់ឲ្យភ្ញាក់ដែរដោយសារតែពេលយប់មានពន្លឺស្រអាប់បងប្រុសទាំង3នាក់បានឃើញត្រឹមតែអូនស្រីកំពុងដាក់របស់របរចូលក្នុងកន្ត្រកដោយសារតែមានចិត្តលោកខ្លួនសុទ្ធតែគិតថាជាកំណត់ដែលឪពុកលាក់ទុកហេតុនេះហើយពេលអូនស្រីចេញទៅបាត់ហើយក៏ប្រញាប់ប្រញាល់រត់ទៅស្ទីបរ៉ូក៏ពិតជាបានរកឃើញកាក់មាសមួយមែនពេលនេះកាន់តែធ្វើឲ្យពួកគេជឿជាក់លើគំនិតរបស់ពួកគេថែមទៀតបើមិនចង់ឲ្យអ្នកដទៃដឹងលុះត្រាតែមិនបានធ្វើវាតាំងពីដំបូងទៅហាទៅមើលទៅបងប្អូនប្រុសទាំង3នាក់បានលបលួចទៅចិត្តបង្អួចស្រាប់តែឃើញប្អូនស្រីកំពុងដេកបាក់ខ្នើយពណ៌ក្រហមមួយឪពុកថ្ងៃស្អែកយើងទៅបាត់ទៅរបស់របរដែលនៅក្នុងខ្នើយនេះមិនអាចឲ្យបងប្រុសដែលចិត្តព្រៃផ្សៃទាំងនោះដឹងបានទេឬដូច្នេះពួកគេទាំង3កាន់តែប្រកាសថាមានកំណប់លាក់នៅក្នុងខ្នើយក៏ចាប់ផ្ដើមពិភាក្សាគ្នាថ្ងៃស្អែកមិនថាយ៉ាងណាក៏មិនអាចឲ្យប៉ាចាក់ចេញបានឡើយនៅព្រឹកបន្ទាប់កូនស្រីក៏នាំឪពុកចំណាស់រៀបត្រឡប់ទៅផ្ទះខាងប្តីវិញតែត្រូវបងប្រុសទាំង3នាក់ខាត់នៅមាត់ទ្វារពួកគេថែមទាំងប្រូអេរិយាថ្មបង្ហាញថាពួកគេសុខចិត្តថែទាំប៉ាឲ្យបានល្អយ៉ាងណាមិញក្នុងក្រសែភ្នែករបស់ពួកគេប៉ាបានខ្លាចជាទេវតាទ្រព្យទៅហើយពួកគេទាំងអស់គ្នាចង់នាំប៉ាទៅផ្ទះថែមទាំងបានឆ្លុះប្រកែកគ្នាយ៉ាងខ្លាំងក្លាដោយសាររឿងនេះប្អូនស្រីពិតជាទ្រាំលែងបានក៏បាននិយាយហាមថាប៉ាមិនទៅផ្ទះអ្នកណាទេបើចង់តបស្នងគុណសូមមើលសកម្មភាពពួកឯងទៅចាប់តាំងពីពេលនោះមកកូនប្រុសទាំង3នាក់បានខ្លាចជាកូនតញ្ញូដ៏ល្បីល្បាញគ្រប់ទីពួកគេតែងតែតាមពីក្រោយប៉ាជាប់ជានិច្ចពេលឪពុកចំណាស់ដើរហត់កូនច្បងក៏យកកៅអីមកភ្លាមឪពុកចំណាស់ចង់ជួបបារីកូនទី2ក៏ជួយដុតភ្លើងភ្លាមថែមទាំងពេលឪពុកចំណាស់ចង់ជាស្ដោះកូនទី3ក៏អាចយកខាងស្ដោះទឹកមាត់មកឲ្យបានគ្រប់ពេលសូម្បីតែពេលឪពុកចំណាស់ចង់ចូលបង្គន់កូនប្រុសទាំង3នាក់ក៏នៅខាងក្រៅដោយថយក្រោយបន្តិចសូម្បីកូនប្រសាស្រីទាំង3នាក់ក៏ត្រឡប់មកល្អវិញដែរជូនទឹកដល់តាបោកខោអាវធ្វើម្ហូបប៉ុន្តែថ្ងៃល្អបែបនេះបានត្រឹមតែ2ខែប៉ុណ្ណោះតាក៏ក្រោមការមើលថែយ៉ាងយកចិត្តទុកដាក់ពីកូនប្រុសនិងកូនប្រសាស្រីទីបំផុតក៏ធ្លាក់ខ្លួនជិះដេកលើគ្រែតែរឿងដំបូងដែលកូនប្រសាធ្វើមិនមែនពិនិត្យមើលអាការៈជំងឺនោះទេតែបែរជាស្វែងរកខ្នើយក្រហមរបស់តាទៅវិញភ្លាមនោះកូនប្រុសទាំង3នាក់ក៏រើកាយគ្រប់កន្លែងតែនៅតែរកខ្នើយក្រហមមិនឃើញពួកគេខឹងខ្លាំងណាស់ក៏សួរតាឃើញតាគ្មានប្រតិកម្មអ្វីសោះទាំង3នាក់ក៏ចាប់ផ្ដើមកំហុសភ្លាមចាប់របស់ដែលជាប់ហើយនិយាយថាប្រាប់ខ្ញុំមកខ្នើយណែណាជីវចាប់ឲ្យប្អូនស្រីឯងមកវិញតាដកដង្ហើមចុងក្រោយក៏លាចាក់លោកកូនប្រុសទាំង3នាក់មិនបានពិបាកចិត្តព្រោះតែការបាត់បង់របស់ប៉ាឡើយទុយទៅវិញពួកគេកាន់តែចង់ដឹងថាខ្នើយណែណាពេលប្អូនស្រីបានដឹងដំណឹងក៏ប្រញាប់ត្រឡប់មកវិញតែបងប្រុសទាំង3នាក់មិនឲ្យនាងចូលផ្ទះទេគ្រាន់តែបន្តសួរតែរឿងខ្នើយនោះសកម្មភាពបែបនេះធ្វើឲ្យប្អូនស្រីអស់សង្ឃឹមយ៉ាងខ្លាំងនាងនិយាយទាំងទឹកភ្នែករលីងរលងថារងចាំរៀបចំពិធីបុណ្យសពប៉ារួចរាល់ចាំគិតថាត្រូវឲ្យទៅកូនធំមួយណាបងប្អូនប្រុសទាំង3នាក់ក៏ប្រកាសភ្លាមបងធំថាគាត់នឹងធ្វើជូរដែលរឹងមាំបំផុតបងទី2ថាគាត់នឹងធ្វើសម្លៀកបំពាក់បុណ្យសពល្អបំផុតសម្រាប់ប៉ារីឯបងទី3ថាគាត់នឹងជ្រើសរើសទីកន្លែងកប់សពល្អបំផុតរហូតដល់ថ្ងៃបញ្ចុះសពបងប្អូនប្រុសស្រីលើកជង្គង់នៅមុខភ្នូប៉ាយំសោកសម្លេងខ្លាំងណាស់ពួកគេសម្ដែងការយំយ៉ាងខ្លាំងក្លាតែគ្មានទឹកភ្នែកមួយដំណក់ណាធ្លាក់ចុះមកទេពួកគេត្រូវបានលោកខ្លួនគ្រប់ដណ្ដប់និងបាត់បង់ភាពកក់ក្ដៅនៃចំណងគ្រួសារប្អូនស្រីទ្រាំលែងបានក៏ថាឈប់យំទៅហត់ហើយមែនទេយំលែងចេញហើយខ្នើយក្រហមណែណាប្អូនស្រីបានអស់សង្ឃឹមទាំងស្រុងចំពោះពួកគេហើយក៏និយាយថាខ្នើយក្រហមស្ថិតនៅក្នុងស្រោមខ្នើយចាស់របស់ប៉ាបងប្អូនប្រុសទាំង3នាក់លើភ្លាមក៏រីករាយជាខ្លាំងពួកគេបានដោះឯកសណ្ឋានចេញហើយប្រញាប់ប្រញាល់ត្រឡប់ទៅផ្ទះវិញពួកគេបានប្រជ្រៀតគ្នាចូលទៅក្នុងបន្ទប់ប៉ាមិនយូរប៉ុន្មានក៏រកឃើញខ្នើយក្រហមនៅចំពោះមុខផលប្រយោជន៍ពួកគេក៏លែងខ្វល់ពីចំណងបងប្អូននោះដែរក៏ចាប់ផ្ដើមទាញហែកខ្នើយដោយការប្រជែងគ្នារហូតដល់ហែកខ្នើយនោះខ្ទេចទាំងអស់តែខាងក្នុងមិនមែនជាមាសប្រាក់ទ្រព្យសម្បត្តិឡើយតែជាដីភក់និងមែកឈើស្ងួតទៅវិញព្រមទាំងក្រដាសមួយសន្លឹកស្រាលនៅលើក្រដាសនោះមានកំណត់ត្រារបស់តាចាស់ឪពុកជាអ្នកក្រតាំងពីដើមមកមិនមានលុយកាក់មហាសាលទៅរួចដើម្បីចិញ្ចឹមពួកឯងឪពុកខំធ្វើការអស់មួយជីវិតក្នុងខ្នើយក្រហមធំមួយនេះមានឥដ្ឋនិងក្បឿងតំណាងឲ្យចិត្តខ្មៅរបស់ពួកឯង
ពួកកូនអបតញ្ញូត្រូវដឹងឮគំនូរជីវចលរបស់ចិនដែលចេញផ្សាយក្នុងឆ្នាំ1985រឿងកុកណៃបានដាស់តឿនយើងតាមរយៈរឿងរ៉ាវដែលបំភ្លឺបន្តិចកុំឲ្យទឹកចិត្តកតញ្ញូខ្លាយជារឿងមួយដែលមានតែផលប្រយោជន៍ជាការសម្ដែងដែលទើបនឹងត្រូវបានបង្ហាញឡើងចំណែកគុណឪពុកម្ដាយក្នុងការចិញ្ចឹមបីបាច់ក៏មិនអាចវាស់វែងដោយប្រាក់បានដែរហើយក៏មិនគួរយកលុយទៅគិតគូរដែរក្នុងពេលជាមួយគ្នាគ្រួសារដែលចេះតែទាមទារតែមិនចេះតបស្នងសងគុណទីបំផុតនឹងបង្កើតបានកូនចៅចំនួនក្រោយដែលអាត្មានិយមចំណែកផលវិបាកទាំងអស់នេះឪពុកម្ដាយក៏ប្រហែលជាមិនអាចគេចផុតពីការស្ដីបន្ទោសបានដែរ